បានពុកម៉ែបងប្អូនចឹងថ្ងៃនេះខ្ញុំបានមកដាំដើមតើយស្លឹកតើយគេហៅស្លឹកតើយដើមតើយបងប្អូនណានេះខ្ញុំកំពុងតែជ្រួយដីហើយបងប្អូនអើយជ្រួយដីវាឲ្យវាធូរដើម្បីដាក់ត្រៀមដាំវាចឹងណាហើយដើមតើយនេះដែរបងប្អូនណាយើងយកមកដាំវាសម្រាប់ធ្វើអីខ្លះបងប្អូនណាសម្រាប់ធ្វើនំអាចមានន័យថានំដែលយើងយកចង់បានពណ៌បៃតងអីចឹងណាពណ៌បៃតងពណ៌អីនេះដើមវាបងប្អូនណាពណ៌បៃតងពណ៌ខៀវអីយើងជំនួសលាកបានហើយវាឈ្ងុយទៀតអញ្ចឹងណាបងប្អូនណាយើងចេញជាពណ៌ហ្នឹងបានធ្វើលាត់ធ្វើអីយើងដាក់ហ្នឹងបានអញ្ចឹងណាថាលឹកតើនេះជំនួសលាកអញ្ចឹងលាកដល់ប៉ះពាល់សុខភាពអញ្ចឹងយើងអាចធ្វើតែតងជាមួយនឹងដាំលឹកតើនេះមកយើងទុកធ្វើនំណែកអញ្ចឹងណាបងប្អូនហើយទី2យើងអាចយកទៅធ្វើទឹកសណ្ដែកដាក់ទឹកតើគឺឈ្ងុយហើយចេញជាពណ៌បៃតងស្រស់ស្អាតតែម្ដងអញ្ចឹងណាបងប្អូនណានេះខ្ញុំកំពុងតែរៀបចំជ្រួយដីដាំស្លឹកដើមតើយអញ្ចឹងណាបងប្អូនណាដើមតើយនេះដែរយើងស្រួលណាចង់ធ្វើនំធ្វើបង្អែមធ្វើទឹកសណ្ដែកអីគឺអែមតែម្ដងហើយឈ្ងុយដាក់ទៅឈ្ងុយហ្មងដាក់ទឹកសណ្ដែកមិនមែនអែមតែម្ដងទឹកសណ្ដែកណាបើផ្ទះមីងក៏ធ្វើទឹកសណ្ដែកក៏ដាំច្រើនណាបងប្អូនអើយអញ្ចឹងខ្ញុំក៏បានសុំពីគាត់បាន3 4ដើមយកមកដាំទុកខាងលើត្រូវការថ្ងៃណាធ្វើនំធ្វើបង្អែមឬក៏យើងធ្វើទឹកសណ្ដែកហូបខ្លួនឯងអីវាងាយស្រួលអញ្ចឹងណាយើងមានខ្លួនឯងស្រេចតែម្ដងយើងចង់ធ្វើចេញជាពណ៌អីយើងមិនចាំបាច់ដាក់លាកអីទេប៉ះពាល់សុខភាពទេអញ្ចឹងណាយើងដាក់តែធ្វើទឹកតើនេះមកអែមតែម្ដងអញ្ចឹងណាដាក់មកចេញពណ៌មកស្អាតតែម្ដងឈ្ងុយឈ្ងប់តែម្ដងជាមួយខ្ទិះដូងទៀតអែមតែម្ដងអញ្ចឹងណាណែបងប្អូនណាយើងដាក់សាកដាំមើលតើអាចទៅមុខបានទេឬក៏យើងមិនដែរចាំមើលតើវាអាចរស់អត់អញ្ចឹងណាយើងសាកដាំខែនេះខែភាសាខ្ញុំគិតថាប្រហែលជាអាចរស់មានភ្លៀងមានអីគ្រប់គ្រាន់ណាចឹងយើងឆ្លៀតដាំវាហើយទៅចាំខែប្រាំងយើងឆ្លៀតស្រោចទឹកស្រោចអីវាបន្ថែមទៀតចឹងណាបងប្អូនណាខ្ញុំកំពុងតែជ្រួយដីហើយដាំវា3 4 5គុំសាកលងមើលបើសិនជាវាមិនទេខ្ញុំសុំមិញបន្ថែមទៀតណាហ្នឹងហើយបងប្អូនថ្ងៃនេះទំនេរក៏នឹកឃើញថាដាំស្លឹកតើយដាំតើយទុកប្រើប្រាស់វាទៅថ្ងៃក្រោយកាលលើយើងចង់ធ្វើអីផ្សេងទៅយើងមានហ្នឹងហើយសាច់គឺល្អមែនតែនចឹងណាបងប្អូននេះដើមវាគឺពណ៌បៃតងអញ្ចឹងមកន័យថាយើងបើយើងយកទៅធ្វើនំណែកបង្អែមទឹកសណ្ដែកអីផ្សេងគឺមកអែមតែម្ដងហើយឈ្ងុយរសជាតិវាអញ្ចឹងមកធានាថាមកឆ្ងាញ់មកអែមចឹងថ្ងៃនេះធ្វើពលកម្មលំហាត់ប្រាណបន្តិចបងប្អូនណាដាំដើមឈើគេហៅដើមឈើមានឈើអត់ប្រយោជន៍ទេណាបងប្អូនណាគេហៅថាដើមស្លឹកតើយឈើហ្នឹងមានដើមឈើទេស្លឹកតើយអញ្ចឹងណាបងប្អូនណាដើម្បីយកមកធ្វើនំណែកផ្សេងហ្នឹងនេះខ្ញុំកំពុងតែស្រួយដីបន្ថែមទៀតហើយដាំមិនច្រើនប្រហែលទេបងប្អូនមើលដូចជា3គុំទេគុំទី1គុំទី2គុំទី3អញ្ចឹងណាបងប្អូនណាអាហ្នឹងដល់ពេលយើងដាំរួចហើយយើងចាប់ផ្ដើមនឹងនេះហើយបងប្អូនណាដូចគេថាច្រោចទឹកដែរបងប្អូនណាអញ្ចឹងយើងនឹងចាប់ផ្ដើមដាំរួចហើយយើងនឹងដងទឹកមកស្រោចវាកុំឲ្យវាព្រោះយើងដាំថ្មីអញ្ចឹងត្រូវការស្រោចវាឲ្យមានទឹកមានអីអញ្ចឹងណាកុំឲ្យវាងាប់អីអញ្ចឹងណាបងប្អូននេះបងប្អូនយើងចាប់ផ្ដើមហើយចាប់ផ្ដើមមើលវាចុះឡើងហើយគឺយើងនឹងចាប់ផ្ដើមនេះបងប្អូនហើយយើងចាប់ផ្ដើមស្រោចទឹកហើយបដើណាអញ្ចឹងនេះខ្លះក៏គេដាំហ្នឹងទៅវាស្រួលដែរបងប្អូនយើងស្រោចទឹកហើយហ្នឹងបងប្អូនណានេះយើងស្រោចទឹកគឺឲ្យវារស់បងប្អូនណាអរគុណច្រើនវីដេអូរបស់ខ្ញុំប៉ុណ្ណឹងមានប៉ុណ្ណេះបងណាអរគុណច្រើន